ដោយចឹងពមេតាប្របីតាហ្នឹងក៏បាននាំយកមកថ្វាយជាព្រះអគ្គមហេសីនៃជាក្នុងដែនកាសីចឹងក៏ណាហើយសម្រាប់ដូចដែលមានសេចក្តីប្រាថ្នាទៀតព្រោះតាំងចិត្តមាំក្នុងការដែលបានថ្វាយទានដល់ព្រះវិជ័យកពុទ្ធហ្នឹងហើយដល់ទៅពេលមានការរលឹកជាតិបានអញ្ចឹងវាធ្លាប់នឹករលឹកឃើញអញ្ចឹងបានជាមកជាតិចុងក្រោយហ្នឹងមិនតន់នឹងបាននៅរាជព្រះរហ័តមានវិជាអីផងក៏ស្រាប់តែនឹកទៅរលឹកបានអញ្ចឹងហ្នឹងហើយចឹងបានព្រះជានឹងក៏បានត្រាស់សួរដែលនាងនឹងឯងដូចថារៀបចំខ្លួនធ្វើជាប្រឈួនហ្នឹងណាដើម្បីចាត់ចែងយ៉ាងម៉េចឲ្យព្រះជានឹងឯងប្រើព្រានព្រៃអីទៅបាញ់ដំរីហ្នឹងហ្នឹងហើយបើថាព្រះអង្គមិនធ្វើឲ្យសម្រេចទេនឹងទូលព្រះជាថាខ្លួនឯងហ្នឹងនឹងត្រូវបាត់បង់ជីវិតដល់ចឹងព្រះបាទពរាណសីក៏ត្រាស់សួរថាមនាលនាងសុផតទីជាស្រីមានអវយវៈដូចមាសមានសម្បុរលឿងខ្ចីមានសម្បុរដល់ប្រសើរហេតុអីក៏បានជានាងសោយសោកមនាលនាងមានភ្នែកដ៏ធំពិសាលតើហេតុអ្វីបានជានាងសពតសពូនដូចជាផ្កាឈូកដែលគេច្បាច់ឆ្លេចឆ្លីអញ្ចឹងណាហ្នឹងហើយព្រះជាបានត្រាស់សាកសួរទៅនៅក្នុងសេចក្តីនឹងឯងចឹងហើយដល់ចឹងទៅបានពនាងសុផតទាទេវីហ្នឹងក៏បានទូលដល់ព្រះជាថាបពិតមហារាជចំណងផ្លែកបានកើតឡើងដល់ខ្ញុំម្ចាស់ដោយការយល់សប្តិហើយចំណងផ្លែករបស់ខ្ញុំម្ចាស់នោះហាក់ដូចជាមិនងាយរកបានទេទូលព្រះអង្គគឺតួងទៅនឹង